ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបានមកពីក្រុមទី2ថ្ងៃនេះមកធ្វើការនិយាយអំពី reflective fiber sensor ចំពោះ sensor នេះវាមានមាតិកាធំៗចំនួន6ទី1គឺលក្ខណៈរបស់ reflective fiber sensor ទី2គោលការណ៍ចាប់សញ្ញាទី3របៀប set ហើយនិង reset ទី4ឧបករណ៍សម្រាប់ដំឡើងទី5ការធ្វើតេស្តទី6អត្ថប្រយោជន៍របស់វាចំណុចទី1លក្ខណៈរបស់ fiber reflective sensor ដែល fiber នេះវាជាឧបករណ៍ចាប់សញ្ញាដោយប្រើពន្លឺបញ្ជូនទៅតាមសរសៃខ្សែកាបអុបទិកដើម្បីចាប់អបជីចំពោះខ្សែកាបអុបទិកវាជាប្រភេទកញ្ចក់ហើយនិងផ្លាស្ទិកដែលអនុញ្ញាតឲ្យយើងប្រើប្រាស់វានៅក្នុងកន្លែងចង្អៀតដែលវាធន់ទៅនឹងសារធាតុគីមីហើយនិងសីតុណ្ហភាពខ្ពស់ចូលមកដល់ចំណុចទី2គោលការណ៍ចាប់សញ្ញាដែលវាបញ្ចេញពន្លឺទៅតាមបំពង់ខ្សែកាបអុបទិកឲ្យទៅប៉ះជាមួយនឹង sensing object រួចវាផ្លាតមកវិញមកដល់ចំណុចទី3របៀប set ហើយនិង reset របៀប reset មុនដំបូងយើងត្រូវចុចប៊ូតុង tune បូកជាមួយនឹងប៊ូតុង line mode down mode ឲ្យជាប់រយៈពេល3នាទីបន្ទាប់មកយើងចុចបូកឬដកដើម្បីរកពាក្យ RST បន្ទាប់ពីយើងរកឃើញពាក្យ RST ហើយយើងចុច mode បន្ទាប់មកចុចបូកឬមួយក៏ដកដើម្បីរកពាក្យ INIT បន្ទាប់មកយើងចុច mode ចូលមកដល់របៀប set វិញម្ដងចុចប៊ូតុង mode ឲ្យជាប់រយៈពេល3នាទីបន្ទាប់មកយើងឃើញ function DSLS បន្ទាប់មកយើងចុចបូកឬមួយក៏ដកដើម្បីរកពាក្យ GIGR បន្ទាប់ពីយើងឃើញពាក្យហ្នឹងហើយយើងធ្វើការចុចប៊ូតុង mode ឲ្យជាប់រយៈពេល2នាទីម្ដងទៀតបន្ទាប់ពីយើងចុចរួចហើយយើងអាចកំណត់ចម្ងាយ object ដែលយើងចង់ឲ្យ sensor វាចាប់បន្ទាប់មកចុចប៊ូតុង tune បដូរពី ST មកលេខវិញចូលមកដល់ចំណុចទី4សម្ភារៈសម្រាប់ដំឡើងមានដូចជាក្តារបតបង្គោលទប់លំនឹងទូលវីស terminal ampli unit និង sensor ចូលមកដល់ចំណុចទី5ការធ្វើតេស្តដំបូងយើងធ្វើការដំឡើងជើងរបស់ ampli unit ជាមួយនឹង terminal ដែលជើងខ្សែពណ៌ខ្មៅ output brown បូកហើយនិង blue ដកต่อមកធ្វើការដំឡើងទៅលើ sensor របស់យើងវិញម្ដងបន្ទាប់ពីយើងធ្វើការដំឡើង sensor របស់យើងរួចរាល់ហើយយើងមកធ្វើការ set ដើម្បីឲ្យវាចាប់ចម្ងាយទៅលើកាំដែលជិតជាងគេបន្ទាប់ពីយើងធ្វើការ set រួចរាល់ហើយយើងមកតេស្តទៅលើកាំដែលយើងកំណត់ឲ្យវាចាប់យើងឃើញថាវាចាប់ចំពោះកាំដែលយើងមិនបានកំណត់យើងឃើញថាវាមិនចាប់ទេចូលមកដល់ចំណុចទី6ដែលជាចំណុចចុងក្រោយអត្ថប្រយោជន៍របស់ reflective fiber sensor វាមានអត្ថប្រយោជន៍ដូចជាក្នុងវិស័យឧស្សាហកម្មស្វ័យប្រវត្តិរោងចក្រវិស័យប្រព័ន្ធអ៊ីនធឺណិតមនុស្សយន្តនិងកម្មវិធីផ្សេងៗទៀតដែលមានកន្លែងកំណត់ឬលក្ខខណ្ឌពិបាក